ngày nayខ្ញុំមកនិយាយពី PCX ដែលមានភ្លើងទៅលើកុងទ័រម្ដងអញ្ចឹង PCX នេះយើងបើកសោទៅគ្មានភ្លើងសូម្បីតែបន្តិចហើយតែអត់មានភ្លើងបន្តិចចេះមិនប្រកាសថាអស់លុយតិចទេបងប្អូនពេលខ្លះអាបន្តិចហ្នឹងទៅជាអស់លុយច្រើនក៏មានដែរអញ្ចឹងឃើញថាម៉ូតូនេះដាច់ពីស៊ីបលេខ25បាត់ហើយគឺដាច់ចំនួន2គ្រាប់ទេបងប្អូនអញ្ចឹងថាតើវាមានបញ្ហាអ្វីបានជាម៉ូតូ PCX នេះដាច់ពីស៊ីបលេខ25រហូតដល់2គ្រាប់អញ្ចឹងសម្រាប់ខ្ញុំជាជាងគឺខ្ញុំដឹងផ្លូវខ្លះៗហើយបងប្អូនគឺអត់ចាំបាច់អូកាឡាវែងឆ្ងាយទេគឺទៅពិនិត្យមើលទៅលើម៉ាញ៉ូតូវាតែម្ដងទៅខ្ញុំវាជួបពីរឿងញឹកញាប់ដែរអញ្ចឹងឃើញថាម៉ាញ៉ូតូនេះគឺបានឆ្លងភ្លើងហើយមានន័យថាម៉ាស់ហើយនឹងភ្លើងប៉ះគ្នាហើយប៉ះគ្នាឆ្លងគ្នាអត់មានអីច្រើនទេមានតែកំងម៉ាញ៉ូតូថ្មីទៅម៉ាញ៉ូតូនេះកំងវិច័យកុធានៅផ្សារទួលតពូកំងអាស៊ីនពីគាត់តែម្ដងតាមពិតទៅបងប្អូនម៉ូតូនេះវាធ្វើទុកម្ចាស់វាច្រើនដងដែរគឺវាលូតឆែកទៅលើកុងទ័រហើយជិះរលត់ជារលត់មានន័យថាវារករឿងខូចប្រមាណដងហើយតែម្ចាស់គាត់មិនព្រមជួសជុលមិនព្រមមើលឲ្យទាន់ពេលវេលាគាត់ដល់ទៅទ្រាំជិះអញ្ចឹងហើយបណ្ដាលឲ្យម៉ូតូនេះឆេះម៉ាញ៉ូតូបានហើយមិនមែនចិត្តណាបងប្អូនម៉ូតូនេះនៅឆ្ងាយដែរតែគាត់មកតាម Facebook ឬក៏មកតាម TikTok ឃើញថាម៉ូតូនេះមានភ្លើងធម្មតាវិញហើយក៏ប៉ុន្តែម៉ូតូនេះលោតកូដមកគ្រាប់មានន័យថាម៉ូតូនេះជាប់កូដ sensor សម្ពាធខ្យល់ក៏ប៉ុន្តែម៉ូតូនេះអាចឆេះហើយគឺដេមួយឆេះតែម្ដងក៏ប៉ុន្តែម្ចាស់ម៉ូតូគាត់បានប្រាប់ខ្ញុំថាត្រូវតែធ្វើឲ្យស្អាតអស់លុយច្រើនហើយធ្វើឲ្យស្អាតតែម្ដងទៅចាំវីដេអូក្រោយបងប្អូននេះគឺជាវីដេអូទី2ដែលជាវីដេអូម៉ូតូ PCX ឆេះម៉ាញ៉ូតូហើយលោតកូដមកគ្រាប់អញ្ចឹងសួរថាម៉ូតូ PCX លោតកូដមកគ្រាប់នេះវាមានបញ្ហាទៅលើ sensor អ្វីអញ្ចឹងបងប្អូនម្ចាស់ម៉ូតូ PCX ទាំងអស់ត្រូវតែមើលវីដេអូនេះឲ្យដល់ចប់ថាម៉ូតូលោតកូដមកគ្រាប់នេះមានបញ្ហាទៅលើ sensor អ្វីអញ្ចឹងម៉ូតូដែលលោតកូដមកគ្រាប់នេះគឺអាចឆេះធម្មតាគឺវាមិនប៉ះពាល់អ្វីធំដុំនោះទេបងប្អូនតែបងប្អូនកុំប្រើយូរពេកត្រូវតែឲ្យជាងត្រួតពិនិត្យមើលកុំអាងតែអីកុំអាងតែជីកើតនៅតែទ្រាំប្រើប្រយ័ត្នមានបញ្ហាដូចជាម៉ូតូនេះអញ្ចឹងគឺធ្វើឲ្យឆេះម៉ាញ៉ូតូអស់មកគ្រាប់អញ្ចឹងមកប្រាប់ពីមូលហេតុតែម្ដងទៅកុំឲ្យសាំតប៉ែច្រើនពេកនេះហើយគឺជា sensor សម្ពាធខ្យល់គឺវានៅជាមួយនឹង sensor TP ហៅថា sensor ទូហ្គាអញ្ចឹងមុននឹងបងប្អូនដោះដូរ TP ឬក៏ sensor សម្ពាធខ្យល់នេះបងប្អូនត្រូវតែវាស់ខ្សែជាមុនសិនព្រោះថាលួតកូដនេះជួនកាលខ្សែដាច់ក៏មានដែរបងប្អូនណាម៉ូតូនេះខ្ញុំបានវាស់ខ្សែដាច់អស់ហើយគឺគ្មានខ្សែដាច់ទេអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តថានឹងដូរ sensor នេះចោលតែម្ដងនិយាយទៅបងប្អូនជាងដំមុននឹងដូរគ្រឿងអ្វីមួយត្រូវតែមើលឲ្យបានច្បាស់សិនហើយបញ្ជាក់ទៀតបងប្អូនម៉ូតូនេះខ្ញុំបានលាង sensor ហើយខ្ញុំបានលាងកកែវរួចហើយអស់ហើយនឹងបាន scan reset លុបកូដបានលាងសមាតខួរក្បាលរបស់វារួចរាល់ហើយក៏ប៉ុន្តែម៉ាញ៉ូតូវានៅតែចងចាំថាម៉ូតូនេះមានកូដមកគ្រាប់មានបញ្ហាទៅលើ sensor សម្ពាធខ្យល់ដដែលអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តថាដូរតែម្ដងទៅហើយសួរតែហេតុអីបានជាខ្ញុំព្យាយាមជួសជុលឲ្យគាត់ម្លេះមិនឲ្យព្យាយាមមិនបងប្អូនបើម៉ូតូនេះអស់ម៉ាញ៉ូតូមកគ្រាប់ជាង$200បាត់ទៅហើយហ្នឹងហើយតម្រាំដូរ sensor ទៀតមិនអស់$200ជាងទៅហើយបងប្អូនហើយបើម្ចាស់ម៉ូតូអស់លុយ$200ជាងហើយជាងដំប្រកាសជាបានលុយ$200ជាងហ្នឹងហើយបើបានមិនបងប្អូនបើកុងទ័រវាបាត់ឆេកហើយហ្នឹងអាឆេកមកគ្រាប់ហ្នឹងបាត់ឆឹងហើយគ្មានលោតទៅវិញទេហើយនឹងការដេរបញ្ឆេះក៏ smooth ល្អដែរគឺដេរមួយឆេះតែម្ដងហើយតែដេរមួយឆេះអញ្ចេះហើយជាងដំប្រកាសជាបានលុយទៀតហើយជាងដំបានលុយដាក់អាចជាក់ល្ងាចនេះទៀតហើយថាបាច់ចាំល្ងាចនេះដាក់ប្រើហើយហ្មងទៅថាម៉ូតូនេះមួយជាងដំចំណេញគ្រប់តែម្ដងអញ្ចឹងជាងដំអត់មានអីច្រើននេះសុំដាក់អាចជាក់មកកំប៉ុងមួយកាត់សាញ់សិនព្រោះថាម៉ូតូនេះទម្រាំតែធ្វើហើយវារសៀលទៅហើយវាម៉ោង2ម៉ោង3ហើយជាងដំអីដាក់មួយសិនទៅកុំឲ្យញ័រសាច់អាពេលហេវអញ្ចឹងដាក់មួយទៅរៀងជាតិម៉ែជាតិម៉ែអាជាតិអីបងប្អូនអើយ